រីករាយឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ពុទ្ធសករាជ2569ពីផ្ទះស្នាក់ហុក3របស់យើងខ្ញុំសូមធ្វើការថ្លែងអំណរគុណទៅដល់សម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាអាជ្ញាធរដែលមានសមត្ថកិច្ចភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ដែលតែងតែគាំទ្រនិងសហការយ៉ាងស្អិតរមួតជាមួយនឹងផ្ទះស្នាក់ហុក3យើងខ្ញុំសូមជូនពរឲ្យសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាព្រមទាំងអាជ្ញាធរដែលមានសមត្ថកិច្ចភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ឲ្យជួបប្រទះតែសេចក្តីសុខសុវត្ថិភាពរាល់ពេលធ្វើដំណើរជាពិសេសគឺត្រូវទុកដាក់សម្រាមឲ្យបានត្រឹមត្រូវនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដើម្បីជាការប្រម៉ូទឬក៏ជាការលើកតម្កើងផ្សព្វផ្សាយបរិស្ថានល្អផ្សារភ្ជាប់ជាមួយនឹងវិស័យទេសចរដើម្បីអភិវឌ្ឍឲ្យទេសចរមាននិរន្តរភាពជាពិសេសគឺសូមថ្លែងអំណរគុណទៅដល់សហការីសមាជិកសមាជិការបស់ផ្ទះស្នាក់ហុក3យើងខ្ញុំដែលមានដូចជាចុងភៅអ្នករត់តុផ្នែកទីផ្សារក្រុមការងារទាំងអស់គ្នាបានធ្វើការយ៉ាងសហការដើម្បីបម្រើសេវាកម្មឲ្យភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ទទួលបានអាហារឆ្ងាញ់ផាសុកភាពនិងអនាម័យបើសិនជាគ្មានវត្តមានក្រុមការងារហុក3យើងទេយើងក៏មិនអាចដំណើរការផ្ទះស្នាក់របស់យើងបានល្អមកដល់ពេលនេះដែររីករាយឆ្នាំថ្មីពុទ្ធសករាជ2569សូមអរគុណនិងអរព្រះគុណសូមជម្រាបលា Happy Khmer New Year 2025 from our ST63 homestay and tour Kampong Kliang. We would like to pay our highly respect wish to our Excellency Lok Jumteo Ayodam, local authority, national and international customer that always support our homestay. We wish you in Khmer New Year have a good health, success in your life, safety for your traveling to everywhere, especially keeping your waste management properly to integrate or promote our tourism linkage with environment. One more thing, we would like to say thanks to our ST63 Homestay and Tour Kampong Kliang teamwork, chef, service, marketing team, as well as the owner. Without our team, we cannot produce a good service, good food and hygiene for our lovely customer. Happy Khmer New Year from our ST63 Homestay and Tour Kampong Kliang.